បច្ចេកទេសចិញ្ចឹមកង្កែប 1. លក្ខណៈនៃការចិញ្ចឹមកង្កែប ក ការចិញ្ចឹមកង្កែបក្នុងអាងក្រៅក្រណាត់កៅស៊ូ ផ្ទៃអាងមានទំហំពី2ម៉ែត្រការ៉េឡើងទៅ កម្ពស់អាង80សង់ទីម៉ែត្រ កម្ពស់ទឹកក្នុងអាង10សង់ទីម៉ែត្រ មានបំពង់ទឹកបង្ហូរចេញចូល ប្រក់ដំបូលដោយក្រណាត់កៅស៊ូបន្ថយកម្ដៅថ្ងៃ ដងស៊ីតេដាក់ចិញ្ចឹមពី80ទៅ100ក្បាលក្នុង1ម៉ែត្រការ៉េ ត្រូវចាប់កូនកង្កែបណាដែលធំយកទៅដាក់ចិញ្ចឹមអាងផ្សេង ប្ដូរទឹករៀងរាល់មុនឲ្យចំណីគឺពេលព្រឹកនិងពេលល្ងាច បើមានភ្លៀងខ្លាំងយើងត្រូវបង្ហូរទឹកក្នុងអាងចោល ខ ការចិញ្ចឹមកង្កែបក្នុងអាងស៊ីម៉ង់ត៍ ផ្ទៃអាងមានទំហំពី2ទៅ50ម៉ែត្រការ៉េ កម្ពស់អាង80សង់ទីម៉ែត្រ បាតអាងត្រូវធ្វើឲ្យមានផ្ទៃរលោងនិងជម្រាលទៅម្ខាង កម្ពស់ទឹកក្នុងអាង10សង់ទីម៉ែត្រ មានបំពង់បង្ហូរទឹក ចេញចូល ប្រក់ដំបូលដោយក្រណាត់កៅស៊ូបន្ថយកម្ដៅថ្ងៃ ដងស៊ីតេដាក់ចិញ្ចឹមពី80ទៅ100ក្បាលក្នុង1ម៉ែត្រការ៉េ ត្រូវឧស្សាហ៍ពិនិត្យមើលចាប់កូនកង្កែបណាដែលធំយកទៅដាក់ចិញ្ចឹមអាងផ្សេង ប្ដូរទឹករៀងរាល់មុនការឲ្យចំណីគឺពេលព្រឹកនិងពេលល្ងាច បើមានភ្លៀងខ្លាំងយើងត្រូវបង្ហូរទឹកក្នុងអាងចោល ក ការចិញ្ចឹមកង្កែបក្នុងស្រះ ផ្ទៃស្រះមានទំហំពី20ទៅ300ម៉ែត្រការ៉េ ជម្រៅទឹកក្នុងស្រះកម្ពស់អាង30ទៅ50សង់ទីម៉ែត្រ បាតស្រះរាបស្មើនឹងជម្រាលទៅម្ខាង ត្រូវមានបំពង់ទឹកបង្ហូរទឹកចេញចូល ត្រូវព័ទ្ធស្បៃឬសង់កសីជុំវិញស្រះដើម្បីការពារកុំឲ្យកង្កែបលោតចេញបាន ប្រក់ស្បៃកាត់បន្ថយកម្ដៅថ្ងៃ ដងស៊ីតេដាក់ចិញ្ចឹមពី80ទៅ100ក្បាលក្នុង1ម៉ែត្រការ៉េ បើទឹកក្នុងស្រះមានក្លិនស្អុយត្រូវប្ដូរទឹក ខ ការចិញ្ចឹមកង្កែបក្នុងស្បៃមុង ផ្ទៃស្បៃមុងមានទំហំពី6ទៅ30ម៉ែត្រការ៉េ កម្ពស់ស្បៃមុងពី80ទៅ100សង់ទីម៉ែត្រនិងមានគម្រប ក្នុងស្បៃមុងមានដាក់បន្ទះស្នាដើម្បីទុកឲ្យកូនកង្កែបលោតទុំនិងស៊ីចំណី ត្រូវបោះបង្គោលឲ្យរឹងមាំ ដងស៊ីតេដាក់ចិញ្ចឹមពី50ទៅ80ក្បាលក្នុង1ម៉ែត្រការ៉េ ត្រូវឧស្សាហ៍ត្រួតពិនិត្យជុំវិញស្បៃមុងរៀងរាល់ថ្ងៃ បើមានភ្លៀងខ្លាំងយើងត្រូវពិនិត្យស្បៃមុងក្រែងមានការលិចស្បៃមុង ង ការចិញ្ចឹមកង្កែបក្នុងស្រែ ផ្ទៃស្រែមានទំហំពី100ទៅ150ម៉ែត្រការ៉េ ទឹកក្នុងស្រែគួរមានជម្រៅពី30ទៅ50សង់ទីម៉ែត្រ ប្រើស្បៃមុងព័ទ្ធជុំវិញការពារកុំឲ្យកង្កែបលោតចេញបាន ត្រូវរៀបចំទីកន្លែងដាក់ចំណីឲ្យបានច្រើនកន្លែង ដងស៊ីតេដាក់ចិញ្ចឹមពី80ទៅ100ក្បាលក្នុង1ម៉ែត្រការ៉េ រងចាំសន្ទូងរឹងដើមនិងមានទឹកក្នុងស្រែពី10សង់ទីម៉ែត្រឡើងទៅ ត្រូវឧស្សាហ៍ត្រួតពិនិត្យជុំវិញស្បៃមុងរៀងរាល់ថ្ងៃ បើមានភ្លៀងខ្លាំងយើងត្រូវពិនិត្យស្បៃមុងក្រែងមានការលិចស្បៃមុង 2. ការប្រើប្រាស់ចំណីនិងការផ្ដល់ចំណី ក ការប្រើប្រាស់ចំណីគ្រាប់ ទំហំគ្រាប់ចំណី1មីលីម៉ែត្រ កម្រិតប្រូតេអ៊ីន 35% អាយុ15ថ្ងៃដំបូង កម្រិតនៃការផ្ដល់ឲ្យពី7ទៅ10% ផ្ដល់ពី4ទៅ6ដង ទំហំគ្រាប់ចំណី2ទៅ 2.5 មីលីម៉ែត្រ កម្រិតប្រូតេអ៊ីន 30% អាយុ30ថ្ងៃបន្ទាប់ កម្រិតនៃការផ្ដល់ឲ្យពី5ទៅ7% ផ្ដល់ពី4ទៅ6ដង ទំហំគ្រាប់ចំណី3ទៅ4មីលីម៉ែត្រ កម្រិតប្រូតេអ៊ីន 25% អាយុ30ថ្ងៃបន្ទាប់ កម្រិតនៃការផ្ដល់ឲ្យពី3ទៅ5% ផ្ដល់ពី2ទៅ4ដង ទំហំគ្រាប់ចំណី8ទៅ10មីលីម៉ែត្រ កម្រិតប្រូតេអ៊ីន 22% អាយុលើសពី75ថ្ងៃឡើងទៅ កម្រិតនៃការផ្ដល់ឲ្យពី3ទៅ5% ផ្ដល់ពី2ទៅ4ដង សម្គាល់ចំណីប្រើអស់ពី 1.3 ទៅ 1.5 គីឡូក្រាមទទួលបានកង្កែបសាច់1គីឡូក្រាម ខ ចំណីកែច្នៃ សមាសធាតុផ្សំកន្ទុក ភាគរយស្មារធាតុផ្សំ40គីឡូក្រាម កម្រិតប្រូតេអ៊ីន 31% សមាសធាតុផ្សំម្សៅត្រី ភាគរយស្មារធាតុផ្សំ40គីឡូក្រាម កម្រិតប្រូតេអ៊ីន 31% សមាសធាតុផ្សំសណ្តែកសៀង ភាគរយស្មារធាតុផ្សំ5គីឡូក្រាម កម្រិតប្រូតេអ៊ីន 31% សមាសធាតុផ្សំពោតក្រហម ភាគរយស្មារធាតុផ្សំ15គីឡូក្រាម កម្រិតប្រូតេអ៊ីន 31% សមាសធាតុផ្សំអំបិល ភាគរយស្មារធាតុផ្សំ1គីឡូក្រាម កម្រិតប្រូតេអ៊ីន 31%
សម្គាល់រាល់សមាសធាតុផ្សំនៃចំណីត្រូវចម្អិនឲ្យឆ្អិនហើយកូរឲ្យសព្វល្អរួចទុកឲ្យត្រជាក់ទើបដាក់ឲ្យស៊ី 2. ប្រភេទជំងឺដែលបានជួបប្រទះជំងឺច្រើនបង្កឡើងដោយសារមជ្ឈដ្ឋានទឹកមិនស្អាតនិងគុណភាពចំណីមិនល្អដូចជាហាមពោះនិងរលាកស្បែក ក ជំងឺហាមពោះសម្គាល់កង្កែបមានពោះរីកធំមិនស្រូវមានចលនាមិនសូវស៊ីចំណីកង្កែបមានលានក្រសាលគូតចេញមកក្រៅមូលហេតុកង្កែបស៊ីចំណីផ្អូមចំណីសឬស៊ីចំណីច្រើនពេកមិនបញ្ចេញលាមកទឹកក្នុងអាងចិញ្ចឹមឡើងខ្វក់បណ្ដាលពីមិនស្រូវផ្លាស់ប្ដូរទឹករបៀបព្យាបាលចាប់យកកង្កែបមានជំងឺទៅដាក់ក្នុងអាងផ្សេងរួចបង្អត់ចំណីរយៈពេលពី1ទៅ2ថ្ងៃត្រូវលាងសម្អាតអាងចិញ្ចឹមឲ្យបានទៀងទាត់លីថ្នាំ Socetiazine ឬ Trimethoprim 4ទៅ5ក្រាមក្នុង1គីឡូក្រាមចំណីដោយផ្ដល់រយៈពេល5ថ្ងៃជាប់គ្នាការការពារត្រូវឧស្សាហ៍ផ្លាស់ប្ដូរទឹកឲ្យបានទៀងទាត់និងរក្សាគុណភាពទឹកក្នុងឲ្យបានល្អត្រូវវាលីថ្នាំ Enzymes ឬ Lactobacillus 2ទៅ3ក្រាមក្នុង1គីឡូក្រាមចំណីប្រើរយៈពេល4ទៅ5ថ្ងៃម្ដងខជំងឺរលាកស្បែកសម្គាល់កង្កែបមិនសូវស៊ីចំណីមានចលនាយឺតជើងកង្កែបឡើងហើមស្បែកពោះមានស្នាមក្រហមពិសេសនៅត្រង់បាតជើងទាំង4មូលហេតុបាតអាងចិញ្ចឹមកង្កែបមានលក្ខណៈក្រែមអាងស៊ីម៉ង់ទឹកក្នុងអាងចិញ្ចឹមឡើងខ្វក់មេរោគជ្រាបចូលតាមរយៈស្នាមរបួសបង្កឲ្យមានជំងឺរបៀបព្យាបាលបើមានជំងឺនេះកើតឡើងត្រូវព្យាបាលជាបន្ទាន់ទើបទទួលលទ្ធផលល្អលីថ្នាំ Norfloxacin 5ក្រាមក្នុង1គីឡូក្រាមចំណីឬ Trimethoprim 3ទៅ5ក្រាមក្នុង1គីឡូក្រាមចំណីដោយផ្ដល់រយៈពេល3ថ្ងៃជាប់គ្នាការការពារត្រូវឧស្សាហ៍ផ្លាស់ប្ដូរទឹកឲ្យបានទៀងទាត់និងរក្សាគុណភាពទឹកក្នុងឲ្យបានល្អផ្ទៃបាតអាងត្រូវមានលក្ខណៈរលោងត្រូវលាងសម្អាតអាងចិញ្ចឹមឲ្យបានញឹកញាប់ 3. ការប្រមូលផលការប្រមូលផលក្រោយការចិញ្ចឹមបានរយៈពេលពី3ទៅ4ខែដូច្នេះក្នុង1ឆ្នាំអាចចិញ្ចឹមបានពី2ទៅ3ដងសេចក្តីសន្និដ្ឋានក្នុងការចិញ្ចឹមកង្កែបគួរតែចិញ្ចឹមក្នុងរយៈពេលពី3ទៅ4ខែបានហើយបើយើងចិញ្ចឹមហួសរយៈពេលនេះវានឹងធ្វើឲ្យយើងចំណាយពេលវេលាពិសេសការលូតលាស់រហ័សរបស់កង្កែបមានការធំធាត់យឺតឬមិនកើនទម្ងន់